bạnនេះគឺជាសកម្មភាពរបស់បងសឿនដែលបាននាំអំណោយជាដងទឹកស្អាតមកជូនជាពលរដ្ឋក្រីក្រនៅក្នុងខេត្តកំពតបាទយេស៊ូបាទជំរាបសួរបាទនិយាយឲ្យខ្ញុំមកនេះតាក់ទងពីបញ្ហាមីងដែលដាក់សំណូមពរទៅសុំដងទឹកស្អាតពីសប្បុរសជនបន្ទាប់ពីសប្បុរសជនលោកបានមើលឃើញសំណូមពររបស់មីងទាំងអស់គ្នាហើយគាត់ក៏អាណិតសម្រេចថាឲ្យដងទឹកស្អាតដល់មីងមួយសម្រាប់ប្រើប្រាស់ទាំងអស់គ្នាចាអរគុណអរគុណអរគ្នាអរគុណនឹងប្រហែលអីសប្បាយចៅអីអូហើយអូនចៅពួកអត់ឥឡូវមីងសម្រាប់ចិត្តជីទាំងណាជីណាកន្លែងណានោះជីនំហ្នឹងគ្រូណាបងបង្គោលនេះគឺជាកន្លែងដែលសម្រាប់ជីកអណ្ដូងទុកឲ្យប្រជាពលរដ្ឋនៅក្នុងដងតុងខេត្តកំពតសម្រាប់ប្រើប្រាស់អត់ចូលអត់វិញចូលខាងហ្នឹងហ៎អើយទៅបាទខ្ញុំកាលណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះដេចគុណមីឡែមជាបច្ចៅអធិការវត្តត្រៃរតនារាមនៅទីក្រុង Lowell រដ្ឋMassachusetts ដែលបដិជគុណមានគុណបំណាច់ក្នុងការបិណ្ឌបាតដងទឹកស្អាតដើម្បីយកមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងប្រទេសកម្ពុជាដងទឹកដែលបដិជគុណបានបិទបាតមកយកមកជីកនៅកន្លែងនេះមួយទៀតហើយជ្រៅបាទនេះជាដងទឹកមួយទៀតហើយដងទឹកនេះលេខ142គឺឧបត្ថម្ភដោយលោកនួនសុភានិងអ្នកស្រីណានថៃអ្នកស្រីសុកអូនព្រមទាំងបុត្រធីតានេះជាដងសូមក្តីគុណនិងអស់លោកស្រីសប្បុរសជនមេត្តាមើលបាទតែឃើញទឹកថ្លាល្អដូចជាកក់អញ្ចឹងដែលទៅតែជីកឲ្យថ្មីឲ្យស្នប់នេះក៏ទឹកដាក់ឲ្យថ្មីដែរអញ្ចឹងសូមបដិជគុណនិងអស់លោកស្រីសប្បុរសជនមេត្តាជ្រាបហើយសូមមេត្តារីករាយត្រេកអរតាំងចិត្តអនុមោទនាយកបុណ្យកុសលដែលកើតឡើងអំពីទានគឺដងទឹកស្អាតគ្រប់ជូនពរដល់ម្ចាស់ទានសូមឲ្យលោករកស៊ីមានបានតិចតិចុំកូនចៅលោកសុខសប្បាយដែលបានឲ្យទានជាដងទឹកស្អាតនេះសូមឲ្យលោករកស៊ីតិចតិចុំធ្វើកិច្ចការបានសម្រេចឲ្យដូចបំណងផងប្រាថ្នាពីដើមកាលយើងមិនតាន់មានដងយើងពិបាកតរែកនៅផ្ទះគេណាតរែកផ្ទះគេឆ្ងាយពីនេះទំនុកបាត់នោះបាទទំនុកអីនោះណាហើយប្រហែលប្រហែលគីឡូពីនេះទៅលោកមកពីថ្ងៃកាលមកខ្ញុំឆាងឯងហ្នឹងហើយ1គីឡូ2គីឡូ2គីឡូហើយប៉ុណ្ណឹងហើយ1គីឡូនេះគីឡូជាងហើយហើយមួយថ្ងៃរែកបានប៉ុន្មានរែកបាន2ហើយប្រហែលថ្ងៃមួយទឹកម្ដងហើយអញ្ចឹងចុះទៅមួយហើយរែកមកផ្ទះខ្ញុំចាឥឡូវដល់ទឹកនៅចិត្តនឹងវាខុសគ្នាយ៉ាងម៉េចដែរខុសគ្នាថាវាសំណុកវាស្រួលវាមិនសូវបាក់មិនសូវហត់សូវបាក់អានេះកើតឡើងអានេះជាសេចក្តីល្អរបស់បដិជគុណនិងសេចក្តីរបស់បដិជគុណមីឡែមដែលជាបច្ចៅអធិការនៅវត្តត្រៃរតនារាមដែលលោកខំបិណ្ឌបាតឃោសនាបិណ្ឌបាតពីសប្បុរសជនយើងនៅអាមេរិកហ្នឹងយកមកឲ្យហើយជាសេចក្តីល្អរបស់សប្បុរសជនយើងដែលលោកមានសទ្ធាជ្រះថ្លាដាក់ទានជាដងទឹកមកហ្នឹងជូនពរដែលសុខបាយអរគុណតាទាំងអស់គ្នាជូនពរលោកតាជូនពរសប្បុរសជនណាលោកតាគេបានចូលចិត្តទាំងហ្នឹងសោកសោអើយអរគុណណាស់បដិជគុណអើយអរគុណណាស់លោកសប្បុរសជនអើយបានទឹកបានដងទឹកជាប់ផ្ទះធ្លាប់តែតរែកធ្លាប់តែយួរដល់ឆ្ងាយរាប់គីឡូម៉ែត្រពីដីពីផ្ទះ